គ្រប់ជំរាបសួរសួស្តីបងប្អូនកូនក្មួយទាំងអស់គ្នារីករាយថ្ងៃថ្មីចាមករីករាយទស្សនាជាមួយនឹងចំការក្រូចជុំគ្នាជាមួយម៉ាមីសាជាថ្មីម្ដងទៀតចាហ្នឹងហើយបងប្អូនទាំងអស់គ្នាដែលសាកស្ដាយវីដេអូហើយចំណាយពេលទៅក៏រៀងឆ្ងាយដែរចឹងហើយមានស្នេហ៍ថ្លើមថ្លៃរីករាយទស្សនាទាំងអស់គ្នាណាបងប្អូនហើយបងប្អូនមកគិតថាវីដេអូនេះល្អមើលល្អភ្នែកនឹងការដែលបងប្អូនទស្សនាសូមបងប្អូនកុំភ្លេចណាចូលមកឲ្យបេះដូងខមមិនឲ្យម្នាក់មួយផងណាបងប្អូនដែលជាកម្លាំងចិត្តហ្នឹងហើយបងប្អូនមិនហ៊ានឲ្យ share ទេព្រោះខ្ញុំដឹងថាសម័យនេះអ្នកណាក៏ធ្វើវីដេអូដែរចឹងហើយគាត់ថាសូមបងប្អូនជួយមើលវីដេអូហើយនឹងជួយ like comment ឲ្យមួយមកដើម្បីឲ្យវីដេអូម៉ាមីវាផុសឡើងណាបងប្អូនណាហ្នឹងហើយក៏អរគុណបងប្អូនទាំងអស់គ្នាទុកជាមុនហើយរីករាយជាមួយគ្នាជាមួយនឹងក្រូចចាក្រូចទឹកឃ្មុំពិតជាស្រស់ស្អាតណាស់ហើយផ្លែច្រើនណាស់បងប្អូនទាំងអស់គ្នាហើយវីដេអូនេះម៉ាមីដាក់រៀងញាប់បន្តិចដោយព្រោះតែវាច្រើននាទីចាដាក់ឲ្យញាប់ចឹងទៅវានៅសល់តិចនាទីអញ្ចឹងបងប្អូនទាំងអស់គ្នាក៏សូមអធិស្ឋានបើសិនជាមើលទៅមិនសូវល្អមើលក៏សូមជួយប្រាប់ម៉ាមីផងដើម្បីឲ្យម៉ាមីបានកែប្រែវីដេអូចាខ្ញុំពិតជារីករាយណាស់បងប្អូនដែលខ្ញុំបានចូលទៅចំការក្រូចហើយបានថតផ្ទាល់ឲ្យបានឃើញវាច្រើនពេកចឹងណាបងប្អូនទ្របតែនៅស្រុកខ្មែរទិញគេ1គីឡូ2គីឡូហូបចឹងណាដល់ពេលមកដល់ចំការផ្ទាល់តែម្ដងឃើញវាច្រើនយ៉ាងហ្នឹងបងប្អូនហើយបងប្អូនក្រូចហ្នឹងក៏មានទីផ្សារនៅស្រុកខ្មែរដែរគេយកចូលប៉ុន្តែឃើញរបស់យកចូលចឹងកុំថាគេមិនប្រើថ្នាំដើម្បីរក្សាគុណភាពគឺសិតតែមានណាបងប្អូនព្រោះអីបេះមកនៅនេះកន្លែងត្រជាក់ផងតា5ថ្ងៃ6ថ្ងៃអីហ្នឹងវាដូរសម្បុរអញ្ចឹងណាហើយចាស់តម្រាំតែយើងដាក់ទៅដល់ស្រុកខ្មែរហើយតម្រាំតែលក់អស់អញ្ចឹងទៅក៏វាយូរថ្ងៃដែរត្រជាក់បងប្អូនខ្ញុំពាក់អាវកក្អមហើយអាវ2ជាន់ហ្នឹងគឺត្រជាក់បើកថ្ងៃមែនបើកថ្ងៃក្តៅណាបងប្អូនបើកថ្ងៃរងាថតពីក្រោមមើលទៅលើស្រស់ស្អាតទេបងប្អូនផ្លែឡើងស្កាតែម្ដងបងប្អូនអើយយើងថតមើលចឹងយើងថាទូចមិនសូវជាអ្នកច្រើនទេប្រហែលទេប៉ុន្តែបើយើងមើលផ្ទាល់បានថាវាស្រស់ស្អាតខ្លាំងមែនតែនតែម្ដងព្រោះផ្លែវាច្រើនណាមើលទៅផ្លែខ្លាំងជាងស្លឹកទៀតបងប្អូនហើយដីគេត្រជាក់ហើយកុំថាគេប្រើជីបងប្អូនអត់ប្រើជីទេគេទុកចោលចឹងវាជ្រុះចាដល់ពេលវាជ្រុះទៅវាធ្វើជីវាឲ្យធូរគល់វាទៀតដល់ឆ្នាំក្រោយចឹងណាវាស្រួលមួយយ៉ាងចឹងដែរគាត់ថាវាផ្លែច្រើនពេកចឹងវាស្ដាយវាអត់មានទីផ្សារអញ្ចឹងព្រោះស្រុកយើងវាលក់ថ្លៃដែរហ្នឹងបងប្អូន1គីឡូក៏មិនដឹងថាប្រហែលបើគាត់ដឹងថាវាថ្លៃដែរអញ្ចឹងណាហ្នឹងហើយបងប្អូនរាប់ពាក្យពេចន៍ម៉ាមីបើនិយាយស្ដីទៅមានខុសតបអីក៏សូមអធិស្ឋានសូមអភ័យទោសពីចម្ងាយណាបងប្អូនណាហើយចំការក្រូចម៉ាមីគឺមានតែប៉ុណ្្នឹងឯងក៏សូមអរគុណបងប្អូនទាំងអស់គ្នាតាមដានវីដេអូម៉ាមីតាំងពីដើមដល់ចប់ជូនពរបងប្អូនសុខភាពល្អរកស៊ីមានបានគ្រប់ក្រុមគ្រួសារ